លោកស្រីអ្នកនាងកញ្ញាទូរទស្សនិកជនជាទីគោរពនៅក្នុងថ្ងៃនេះយើងខ្ញុំសូមលើកយកកិច្ចពិភាក្សាមួយដែលស្ដីអំពីពិព័រណ៍អចលនទ្រព្យកម្ពុជាមកជម្រាបជូនតើពិព័រណ៍អចលនទ្រព្យនេះមានលក្ខណៈយ៉ាងដូចម្តេចខ្លះលោកអ្នកនឹងបានជ្រាបនៅក្នុងកិច្ចពិភាក្សារបស់យើងដោយនៅក្នុងថ្ងៃនេះយើងបានអញ្ជើញវាគ្មិន3រូបមកចូលរួមនៅក្នុងស្ទូឌីយោក្នុងនោះមានលោកនួនរិទ្ធីលោកគឺជានាយកគ្រប់គ្រងទូតនៃក្រុមហ៊ុន Bonna Realty Group ជំរាបសួរលោកចា៎លោកជេងខេងលោកគឺជាអគ្គនាយកនៃក្រុមហ៊ុន CPL និងជាប្រធានសមាគមអ្នកវិតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាជំរាបសួរចា៎និងលោក Q Kenny លោកគឺជាប្រធាននិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន People Event ជំរាបសួរលោកចា៎មុននឹងចូលដល់កិច្ចពិភាក្សារបស់យើងដែលតាក់ទងទៅនឹងការតាំងពិព័រណ៍អចលនទ្រព្យនេះនាងខ្ញុំសូមអញ្ជើញលោកជេងខេងចាជួយជម្រាបជូនទូរទស្សនិកជនឲ្យបានជ្រាបអំពីតួនាទីនៃសមាគមរបស់លោកតើធ្វើអ្វីខ្លះទៅចាតួនាទីរបស់សមាគមមានសារៈសំខាន់ណាស់ទី1ជាដៃគូរបស់រាជរដ្ឋាភិបាលដែរពាក់ព័ន្ធលើវិស័យអចលនទ្រព្យចាហើយយើងបានចូលរួមក្នុងការធ្វើច្បាប់មួយចំនួនដែរពាក់ព័ន្ធនឹង Standard Valuation ដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកំពុងធ្វើការរៀបចំហើយនឹងCode of Conduct បានន័យថាក្រមវិជ្ជាជីវៈរបស់អ្នករកស៊ីទទួលទាននិយាយទៅលើវិស័យអចលនទ្រព្យហ្នឹងចា៎បាទហើយជាពិសេសមានសារៈសំខាន់មួយទៀតដែលយើងធ្វើឲ្យក្រុមហ៊ុនដែលជាសមាជិករបស់សមាគមធ្វើការរួបរวมគ្នាកាលពីមុនដែលយើងមិនទាន់មានសមាគមនេះឡើងគឺតែងតែធ្វើការប្រកួតប្រជែងគ្នាស្លាប់រស់នៅក្នុងអាជីពដូចគ្នាប៉ុន្តែឥឡូវនេះយើងបែរមកដោយថាធ្វើការជាមួយគ្នារួមគ្នាដើម្បីប្រកួតប្រជែងទៅលើទីផ្សារហើយដោយយើងគោរពទៅលើវិជ្ជាជីវៈហើយអាចធ្វើការជាមួយគ្នាបានចារវាងសមាជិកទាំងអស់របស់សមាគមចាហើយបាទកន្លងមកគឺយើងបានដឹកនាំក្រុមសមាជិកយើងទាំងអស់ដែលជាសមាជិកដែលមាន license របស់សមាគមហ្នឹងគឺចុះទៅធ្វើការទំនាក់ទំនងជាមួយម្ចាស់បុរីមួយចំនួនចា៎បាទដូចជា Camco City ដូចជា Grand ភ្នំពេញដើម្បីធ្វើម៉េចឲ្យពួកគាត់ដូចថាចាប់ដៃគូជាមួយសមាគមយើងធ្វើការជាមួយសមាគមយើងដើម្បីចាលោកជេងខេងយើងឃើញថានៅក្នុងការលក់អចលនទ្រព្យនេះគឺម្ចាស់ផ្ទះឬមួយក៏ម្ចាស់ក្រុមហ៊ុនឬមួយក៏ម្ចាស់ដីតែងតែអះអាងថាអចលនទ្រព្យរបស់ខ្លួនហ្នឹងគឺមានគុណភាពមិនមានការពាក់ព័ន្ធមានភាពស្អាតស្អំដូច្នេះបើសិនជាយើងជាអតិថិជនហើយយើងចង់បានអចលនទ្រព្យនោះតើយើងគួរតែធ្វើយ៉ាងដូចម្តេចដើម្បីបញ្ជាក់ថាអចលនទ្រព្យពិតជាមានភាពល្អប្រសើរដោយសម្ដីម្ចាស់អះអាងបាទនិយាយទៅពាក់ព័ន្ធនឹងបញ្ហានេះកន្លងមកយើងមានបទពិសោធន៍ច្រើនធម្មតាពួកគាត់ដូចថាអ្នកដែលទិញគាត់តែងតែចង់បានរបស់ល្អហើយសុវត្ថិភាពហើយប៉ុន្តែសួរថាអ្នកណាអាចផ្ដល់ប្រឹក្សាជូនគាត់បានអញ្ចឹងខ្ញុំគិតថាមានតែសមាជិករបស់សមាគមដូចថាអ្នកវិតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាទេដែលអាចផ្ដល់ចម្លើយនេះជូនគាត់បានពីព្រោះធម្មតាគាត់មានលុយក្នុងការវិនិយោគក្នុងការទិញទៅលើអចលនទ្រព្យនេះគឺជាការសម្រេចចិត្តមួយធំរបស់ពួកគាត់ម្នាក់ៗណាអញ្ចឹងក្នុងករណីដែលគាត់ទៅទិញជួនកាលធម្មតាទេបើគាត់ទៅជួបម្ចាស់បរិយជួបម្ចាស់ផ្ទះធម្មតាគាត់ចង់លក់គាត់មិនដែលថារបស់គាត់អន់នេះឬក៏របស់គាត់ពាក់ព័ន្ធនេះអញ្ចឹងការដែលគាត់ប្រើភ្នាក់ងារអចលនទ្រព្យគឺជារឿងមួយសំខាន់ណាស់ព្រោះភ្នាក់ងារអចលនទ្រព្យគឺគាត់មានជំនាញបញ្ហាផ្នែកផ្លូវច្បាប់ក្រុមហ៊ុនមួយគឺគាត់មាន lawyer របស់គាត់ហើយគាត់ក៏ធម្មតាទេអាជីវកម្មដែលគាត់ធ្វើមករយៈពេលយូរហើយដោយក្រុមហ៊ុនខ្ញុំអីជាង16ឆ្នាំហើយចា៎អញ្ចឹងយើងដឹងតាក់តិចយើងដឹងច្បាស់ហើយមុននឹងយើងណែនាំគាត់ឲ្យទិញអ្វីមួយគឺយើងត្រូវសិក្សាឲ្យច្បាស់លាស់ថាតើ property ហ្នឹងវាមានការពាក់ព័ន្ធអីខ្លះចា៎បាទបញ្ហាផ្លូវច្បាប់តើវាមានបញ្ហា
ផ្លូវច្បាប់ហ្នឹងតើគាត់មានកម្មសិទ្ធិរឹងគាត់ហ្នឹងគឺថាវាហួសដលេឬមួយក៏កម្មសិទ្ធិរឹងហ្នឹងគឺថាវាថ្មីអែលម៉ាប់ចេញឬមួយក៏អីចឹងទៅព្រោះជួនកាលកន្លងមកមានកម្មសិទ្ធិរឹងមួយចំនួនគាត់មានមែនប៉ុន្តែបានន័យថាអ្នកថ្មីនោះគេប្រកាសបាត់គេធ្វើជុកគេហៅអីគូจิตតាមិនអីគេលុបចោលហើយគាត់នៅថាកាន់អានឹងដើរលក់អីចឹងទៅហើយអ្នកខ្លះឃើញថោកចេះតែទិញប៉ុន្តែដល់ពេលទៅគឺអានឹងគេលុបចោលហើយអាបាននឹងអីចឹងណាអញ្ចឹងធ្វើឲ្យគាត់មានបញ្ហាហើយពេលដែលគាត់ទិញទៅគាត់មានបញ្ហាគឺគាត់ខាតបង់ប្រយោជន៍ធំណាបាទហើយព្រោះការទិញផ្ទះនេះមិនមែនរឿងធម្មតាទេកាលណាតែបាត់បង់មួយហើយយើងមិនមែនពី3ថ្ងៃអាចរកលុយបានទិញមួយទៀតទេបាទសឹងថាកន្លះជីវិតរបស់គាត់មុំបានលុយក្នុងការទិញអចលនទ្រព្យមួយណាចាអញ្ចឹងអានេះគឺហើយពាក់ព័ន្ធនឹងបញ្ហាការទិញនៅក្នុងបរិយាក៏ដូចគ្នាដែរព្រោះយើងមិនមែននិយាយទៅលើបរិយាទាំងអស់ទេព្រោះបរិយាខ្លះគឺមុននឹងគាត់ធ្វើការលក់ដូររបស់គាត់ក៏គាត់គិតពីបញ្ហានឹងដល់អតិថិជនហើយគាត់ធ្វើទៅគឺមានលក្ខណៈមួយជោគជ័យល្អរបស់គាត់ណាយើងគួរតែសរសើរគាត់ប៉ុន្តែមានបរិយាមួយចំនួនបានន័យថាប្លង់ master plan របស់គាត់បានន័យថាគាត់បានដាក់ទៅធនាគារហើយចាអញ្ចឹងហើយអ្នកទិញធម្មតាជួនកាលគាត់ទិញគាត់មានលុយតែ50-60% ឬមួយក៏តិចជាងហ្នឹងក្នុងការទៅទិញហើយគាត់យកលុយធនាគារថែមដើម្បីនេះអញ្ចឹងទៅបាទអញ្ចឹងពេលដែលគាត់ទិញទៅបែរជាអាប្លង់ធំនៅក្នុងធនាគារស្រាប់ហើយដល់ពេលគាត់ទៅទិញទៀតបែរជាគាត់ទៅយកលុយធនាគារមួយទៀតមកទិញនៅលើអ្វីដែលគាត់មានដូចថាគាត់ទិញហ្នឹងអញ្ចឹងវាធនាគារវាត្រូវ2តង់ណាដែលបានកម្ចីទៅលើ property មួយហ្នឹងណាអញ្ចឹងពេលដែលមានបញ្ហាកើតឡើងបានន័យថាគឺវាបាទហ្នឹងចំនួនការធ្ងន់ធ្ងររវាងធនាគារនិងធនាគាររវាងម្ចាស់បរិយានិងគាត់អីដូចថាវាមានភាពស្មុគស្មាញមែនតើហើយបាទកន្លងមកឃើញថាយើងមានបញ្ហាច្រើនទៀតដោយសារការទិញដូចថាអ្នកសង់យើងថាគាត់សង់4ល្វែងជាប់គ្នាអីចឹងទៅគាត់លក់អាគារនេះដល់ពេលគាត់ទាឈ្មោះអាក្នុងអីឲ្យចឹងទៅដល់អញ្ចឹងមានតែខាងភ្នាក់ងារអចលនវត្ថុពួកយើងខ្ញុំនេះគឺធ្វើការទៀងទាត់ការងារព្រោះធម្មតាយើងដឹងហើយយើងធ្វើអីក៏ដោយតើមានការតាមដានទាល់ពិនិត្យផ្លូវច្បាប់នឹងឲ្យបានច្បាស់លាស់ទើបយើងធ្វើទៅអត់មានកំហុសហើយពួកយើងខ្ញុំនេះគឺថាជួយជ្រោមជ្រែងអតិថិជនដែលមិនថាអ្នកទិញអ្នកលក់ឬក៏អ្នកចង់ជួលអីគឺថាយើងអាចទទួលបានទាំងអស់ចាអតិថិជនអាចតាក់ទងខាងសមាគមលោកដោយរបៀបណាដែលមធ្យោបាយអ្វីខ្លះបាទនិយាយទៅសមាគមយើងមានទូរស័ព្ទទំនាក់ទំនងយើងមានអាស្រ័យដ្ឋានបាទផ្ទះលេខ20B ផ្លូវ294កែងនឹង21នៅទលេបាសាក់ណាចិត្តមានឯករាជ្យយើងនេះដែរបាទហើយយើងមានលេខយើងមានអ៊ីមែលរបស់សមាគមសម្រាប់ធ្វើការតាក់ទងបាទហើយអញ្ចឹងបើសិនជាពួកគាត់ចង់តំណែងឬអីអាចអញ្ជើញទៅទីតាំងផ្ទាល់ក៏បានហើយនៅក្នុងហ្នឹងយើងមានអាស្រ័យដ្ឋានរបស់សមាជិកយើងមួយបាទគាត់មិនបាច់ដើរទៅគ្រប់សមាជិកទាំងអស់ទេជួនកាលគាត់ថាំងក៏លោកក្រុមហ៊ុនសមាជិកយើងមាន22ក្រុមហ៊ុនអញ្ចឹងបើសិនជាគាត់ទៅតាមសមាជិកមួយវាអាចច្រើនអញ្ចឹងគាត់អាចទៅសមាគមជូនទាំង22ក្រុមហ៊ុនហ្នឹងឲ្យគាត់មើលហើយគាត់ select មើលទៅក្រុមហ៊ុនណាដែលគាត់ពេញចិត្តគាត់អាចជ្រើសរើសដើម្បីដល់ជាភ្នាក់ងារជូនគាត់បានឃើញយល់ឃើញយ៉ាងណាដែរបាទចំពោះបញ្ហាហ្នឹងយើងខ្ញុំដូចថាចង់បន្ថែមទៅលើឧទាហរណ៍ថាឥឡូវដោយសារពីមុនមកការិយាល័យខ្ញុំចង់លើកទៅលើការិយាល័យមួយសោះដោយសារអាគារយើងអត់មានអាគារខ្ពស់ធំអីនៅក្នុងស្រុកយើងក្នុងការនេះទេអញ្ចឹងរាល់ការិយាល័យរបស់អង្គការក្តីរបស់ខាងក្រុមហ៊ុនក្តីភាគច្រើនគឺមានដូចជាផ្ទះល្វែងមានវីឡាមានអីផ្សេងហ្នឹងទៅប៉ុន្តែដល់ពេលឥឡូវយើងមានជាអាគារដូចថាដែលជាការិយាល័យអញ្ចឹងគឺគាត់ចាប់ដើមមូ
ពីដូចថាពីមុនជាវីឡាពីមុនជាផ្ទះល្វែងអីហ្នឹងគឺថាមកអាគារធំអញ្ចឹងបានន័យថាហ្នឹងជាការផ្លាស់ប្ដូរមួយដែលធ្វើឲ្យតម្រូវការរបស់ពួកគាត់ហ្នឹងគឺមានជាបន្តហើយលំហូរអតិថិជនដែលដូចខាងបរទេសហ្នឹងក៏គាត់មកច្រើនអញ្ចឹងយើងឃើញថាមានការកើនឡើងជាលំដាប់ទៅលើតម្រូវការរបស់អតិថិជនហ្នឹងណាបាទលោកយើងឃើញថាសប្តាហ៍នេះនៅក្នុងឱកាសដែលប្រទេសជាច្រើននៅលើពិភពលោកជាពិសេសនៅអឺរ៉ុបកំពុងតែជួបប្រទះនឹងបញ្ហាហិរញ្ញវត្ថុតើស្ថានភាពនៃការលក់ដូរអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាយើងមានដំណើរការយ៉ាងណាដែរទៅបាទចំពោះបញ្ហានេះខ្ញុំគិតថាដោយសារប្រទេសយើងកន្លងមកយើងឃើញថាទោះបីជាមានវិបត្តិសេដ្ឋកិច្ចក៏ដោយក៏មិនសូវជាប៉ះពាល់ធ្ងន់ធ្ងរមកលើប្រទេសយើងប្រមាណទេដោយសារប្រព័ន្ធធនាគារនៅក្នុងប្រទេសយើងដូចថាមិនទាន់ដូចថាព្រោះយើងប្រើលុយសុទ្ធហ្មងភាគច្រើនណាហើយយើងក៏មិនដូចថាដោយសារធនាគារធំលើពិភពលោកមួយចំនួនក៏មិនទាន់ឲ្យធនាគារនៅស្រុកខ្មែរយើងមានលក្ខណៈកម្ចីដែរអញ្ចឹងហើយអ្វីដែលយើងធ្វើកន្លងមកគឺភាគច្រើនគឺថាយើងទិញដូរគឺលុយហ្មងយកសាច់លុយប្រើហ្មងអត់មានប្រើ credit card ដូចប្រទេសមហាអំណាចឬក៏បែកអឺរ៉ុបអីមួយចំនួនទេអញ្ចឹងផលប៉ះពាល់របស់យើងដោយថាក៏វាមានកម្រិតមួយដោយថាទៀបហើយដោយសារស្ថិរភាពឡើងវិញយើងឃើញថាសន្ទុះនៃការអភិវឌ្ឍរបស់យើងឃើញថាវាមានជាលក្ខណៈគួរឲ្យកត់សម្គាល់ហើយដោយសារយើងមើលឃើញថាអ្នកវិនិយោគមួយចំនួនដែលពួកគាត់ពីមុនមកគ្រាន់តែមកក្នុងការមកលេងមកមើលអីចឹងទៅគឺគាត់ឃើញថាប្រហែលឆ្នាំចុងក្រោយនេះឃើញថាស្រុកខ្មែរយើងគឺមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់មកធ្វើឲ្យពួកគាត់ដូចថាមិនវិនិយោគនៅពេលនេះគឺថាគាត់នឹងដូចថាគាត់នឹងអស់ឱកាសនៅពេលខាងមុខអញ្ចឹងកន្លែងហ្នឹងហើយដែលធ្វើឲ្យការរីកចម្រើននៃយើងពីមួយថ្ងៃទៅមួយថ្ងៃគឺអត់ឈប់ឈរហើយមានការលឿនបើយើងប្រៀបធៀបនឹងប្រទេសជិតខាងយើងឃើញថាប្រទេសយើងនេះគឺថាមានការអភិវឌ្ឍលឿនចាបាទចាតាមប្រសាសន៍បកស្រាយរបស់លោកជេងខេងនិងលោករិទ្ធីលោកអ្នកនាងជ្រាបហើយអំពីស្ថានភាពនៃការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាយើងឥឡូវនេះយើងចូលមកដល់ពី